ទីនេះគឺពុទ្ធមណ្ឌលកម្ពុជាវិបស្សនាញាណដែលស្ថិតនៅស្រុកជឿនស្វាយខេត្តកណ្ដាលបងប្អូនបើធ្វើដំណើរពីភ្នំពេញតាមផ្លូវជាតិលេខ1មកដល់ស្រុកកគីផ្សារកគីហ្នឹងហួសមកដល់ទៅខាងមុខប្រហែលជា3-4 គីឡូមានស្តុបមួយបត់ស្ដាំតាមផ្លូវលីស៊ីងពីងនេះផ្លូវបត់ចូលប្រហែលជា2 គីឡូ 3 គីឡូម៉ែត្រទេនឹងមានឃើញទង់ជ័យវត្តពុទ្ធមណ្ឌលកម្ពុជានៅខាងឆ្វេងដៃអញ្ចឹងបត់ចូលតាមខាងឆ្វេងដៃហ្នឹងទៅគឺចូលទៅក្នុងតិចបត់ឆ្វេងទៀតទៅគឺដល់ពុទ្ធមណ្ឌលកម្ពុជាហើយនៅពុទ្ធមណ្ឌលកម្ពុជានេះគឺមានទីធ្លាទូលំទូលាយសម្រាប់យោគីវិចរស្នាក់នៅងាយស្រួលនិងមានធម្មធាតុល្អមានដើមឈើមានទីកន្លែងដែលងាយស្រួលទាំងទីស្នាក់នៅទាំងបន្ទប់ទឹកមានធម្មសាលប្រសូតធម្មសាលត្រាស់ដឹងធម្មសាលសម្ដែងវឌ្ឍនកប្បវសនៈសូត្រនិងបរិនិព្វានផងដែរអញ្ចឹងអាចស្នាក់នៅបានច្រើនកន្លែងសប្តាហ៍ថ្ងៃនេះគឺមានយោគីវិចរជាច្រើនអង្គអ្នកជាវកញ្ចុះជាកញ្ចុះឫស្សីជាច្រើនអ្នកមានតូចមានធំអញ្ចឹងទៅតាមដូចថាគាត់ចង់ស្នាក់នៅលើកញ្ចុះអញ្ចឹងណាអញ្ចឹងគាត់អាចជាវកញ្ចុះសម្រាប់គាត់ស្នាក់នៅខ្លួនឯងបានកញ្ចុះមួយប្រហែលជា350ទៅ360 370អញ្ចឹងណាហ្នឹងហើយហ្នឹងកញ្ចុះតូចបើកញ្ចុះធំ450គេថាតឹង4 ម៉ែត្រអីអញ្ចឹងកញ្ចុះឫស្សីទៅគឺងាយស្រួលស្នាក់នៅហើយគេថាវាមានខ្យល់អាកាសចេញចូលវាត្រជាក់វាអត់ក្តៅងាយស្រួលណាស់អញ្ចឹងបងប្អូនលោកយាយលោកតាព្រមទាំងព្រះសង្ឃលោកគង់នឹងស្នាក់នៅតាមកញ្ចុះរៀងខ្លួនភាគច្រើនឥឡូវនេះកញ្ចុះប្រហែលជាចូលជាពី300កញ្ចុះហើយគឺច្រើនណាស់អាចលើសហ្នឹងក៏ថាបានដែរពីព្រោះឥឡូវព្រះអង្គគ្រូលោករៀបកញ្ចុះនៅខាងក្រោយគឺមាន4-5 ជួរហើយ4-5 ជួរនៅខាងក្រោយហ្នឹងអញ្ចឹងងាយស្រួលដាក់ម្ដុំអញ្ចឹងងាយស្រួលនឹងន័យថាការមើលថែនិងការគ្រប់គ្រងហើយនៅចិត្តកន្លែងបដិបត្តិធម៌ផងដែរនៅពុទ្ធមណ្ឌលនេះខែ5ថ្ងៃទី11មានបុណ្យពិសាខបូជានេះគឺព្រះអង្គគ្រូឲ្យអាចទទួលសិស្សបានដល់តែ1000នាក់អញ្ចឹងបងប្អូនទាំងព្រះសង្ឃទាំងអស់ព្រមទាំងញាតិបធរទាំងអស់អាចអញ្ជើញនិមន្តចុះឈ្មោះបានហើយនឹងមានវគ្គបន្ទាប់ពីពិសាខបូជាទៅពិសាខបូជាហើយគឺមានវគ្គបើកមួយអាទិត្យទៀតគឺចាប់ពីថ្ងៃទី13ដល់ថ្ងៃទី19ខែឧសភាខែពិសាខអញ្ចឹងសូមបងប្អូនជាយោគីវិចរទាំងអស់សូមអញ្ជើញរស់រាននិមន្តចុះឈ្មោះទាំងអស់គ្នាហ្នឹងហើយនៅក្នុងខែ5ហ្នឹងបន្ទាប់ពីពុទ្ធមណ្ឌលទៅគឺមានមួយវគ្គទៀតទៅខាងវត្តតាគៀតនៅខេត្តតាកែវប៉ុន្តែអត់ទាន់ដឹងថ្ងៃច្បាស់ទេអញ្ចឹងណាអញ្ចឹងបងប្អូនអាចអញ្ជើញចុះឈ្មោះបាននៅពុទ្ធមណ្ឌលសិនទៅហើយនៅពុទ្ធមណ្ឌលនេះគឺសម្បូរទៅដោយដើមរាំងភ្នំរាប់ពាន់ដើមគឺដើមរាំងភ្នំជាច្រើនដើមដែលព្រះអង្គលោកដាំជុំវិញធម្មសាលនិយាយទៅឲ្យតែចូលដល់បរិវេណដីពុទ្ធមណ្ឌលគឺសិតតែដើមរាំងភ្នំតែម្ដងរាប់ពាន់ដើមហើយនៅទីនោះគឺមានដីជិត100ហិកតាถึง97ហិកតាហ្នឹងហើយអញ្ចឹងដីនៅពុទ្ធមណ្ឌលនេះជិត100ហិកតាដែរអញ្ចឹងចាប់ពីផ្លកខ្លោងទ្វារចូលទៅគឺសងខាងផ្លូវតែម្ដងគឺមានដើមរាំងភ្នំតែមានផ្កាយ៉ាងស្រស់ស្អាតលម្អដោយផ្លែធំនិងដើមត្រឈឹងត្រឈៃខ្ពស់ម្លប់បើយើងអាចអង្គុយបដិបត្តិនៅក្រោមដើមរាំងភ្នំនេះក៏បានដែរនេះគឺជាធម្មសាលត្រាស់ដឹងជាទីកន្លែងធម្មសាលប្រសូត
ដែលកន្លែងបដិបត្តិវិបស្សនាញាណ16នៅក្នុងធម្មសាលនេះគឺអាចដាក់យោគីវិចរបានចាប់ពី500នាក់ឡើងទៅបានអញ្ចឹងមិនបាច់ភ័យថាអូទីនេះចង្អៀតទេអត់ទេព្រោះមានខាងក្រៅបរិវេណជុំវិញប្រាសូតអាចអង្គុយបានដល់តែរាប់ដល់ពាន់នាក់អញ្ចឹងគឺងាយស្រួលដល់យោគីវិចរតែចង់រកផ្លូវរួចផុតចាក់ទុកមិនចង់មានកំណើតតទៅទៀតមិនចង់មានការកើតមិនចង់មានការចាស់មិនចង់មានការឈឺស្លាប់ដើម្បីយើងចាក់ចេញពីភព3នេះគឺកាមភពរូបភពនិងអរូបភពនេះដើម្បីយើងឆ្ពោះទៅរកលោកុត្តរធម៌ទាំងអស់គ្នាដែលដល់នៅព្រះនិព្វានតែម្យ៉ាងទាំងអស់គ្នាដើម្បីកុំឲ្យយឺនយូរឡើយនៅទីនេះគឺមានសួនស្បាដែលអ្នកម្ដាយនិងអ្នកគ្រូគាត់ដាំមានដើមផ្កាមានដើមល្ពៅមានពោតប្រាំងមានជីមានខ្ទឹមនិយាយទៅមានចម្រុះតែម្ដងនៅទីនេះបែបធម្មជាតិសម្រាប់បេះដាំបេះស្លក៏បាននិយាយទៅគឺជាអត្ថប្រយោជន៍ទាំងអស់នៅជុំវិញនេះបើបងប្អូនយើងអាសាគឺអាចដាំបានគ្រប់បន្លែព្រោះព្រះអង្គគ្រូព្រះអង្គចៅអធិការវត្តលោកដាំបន្លែដាំស្ពៃដាំគ្រប់មុខដែរហ្នឹងគាត់ដាំច្រើនលោកដាំចឹងទៅបានធ្វើជាបន្លែសម្រាប់ស្លសម្រាប់ឆាអាចជួយទ្រទ្រង់នៅវគ្គវិបស្សនាបានខ្លះដែរការចុះឈ្មោះនៅពុទ្ធមណ្ឌលគឺអាចទទួលបានចាប់ពីឥឡូវនេះទៅទាំងលោកម្ចាស់គ្រប់ព្រះអង្គព្រមទាំងយោគីវិចរទាំងអស់ដែលអាចចុះនេះគឺត្រូវមានអត្តសញ្ញាណប័ណ្ណហើយនឹងទីកន្លែងរស់នៅព្រមទាំងលេខទូរស័ព្ទផងដែរអញ្ចឹងសូមកុំភ្លេចចុះតាមលោកគ្រូអ្នកគ្រូព្រមទាំងព្រះអង្គម្ចាស់គ្រូឬក៏តាមញាតិញោមដែលបងប្អូនស្គាល់អាចចុះបានទាំងអស់